មេតិកាខ្ញុំអានអ្នកស្ដាប់សូមជូនអំណានសិភៅប្រវត្តិសាស្ត្រខ្មែររៀបរៀងដោយ David Chandler អានជូនដោយរូបខ្ញុំបាទហៈសិលីជំពូកទី4ព្រះបាទជ័យវរ្ម័នទី7និងវិបត្តិក្នុងសតវត្សទី13កំណត់ហេតុរបស់លោកជីវតក្វាន់អំពីអង្គរក្នុងគ្រិស្តសករាជ1296 1297កំណត់ត្រារបស់បេសកជនចិនជីវតក្វាន់ក្នុងពេលស្នាក់នៅប្រទេសកម្ពុជាក្នុងឆ្នាំ1296ដល់ឆ្នាំ97គឺជាកំណត់ហេតុលម្អិតជាងគេដែលជួយឲ្យយើងដឹងអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននិងទស្សនវិជ្ជានៅអង្គរកំណត់ហេតុរបស់លោកជីវតក្វាន់បង្ហាញអំពីហេតុការណ៍យ៉ាងលម្អិតក្បោះក្បាយដោយសារលោកជីវតក្វាន់ពុំមានឥទ្ធិពលណាឡើយពីវប្បធម៌ឥណ្ឌាដែលពុំរវល់នឹងរាជសាមញ្ញក្នុងអក្សរសាស្ត្រជាឧទាហរណ៍នៅក្នុងកំណត់ហេតុរបស់លោកជីវតក្វាន់យើងឃើញប្រជាជនខ្មែរមួយទឹកលក់ដូរអីវ៉ៃអីវ៉ាន់និងធ្វើក្បួនដង្ហែចំពោះទស្សនៈរបស់យើងអាចស្ដាយដែលលោកជីវតក្វាន់បាននិយាយយ៉ាងវែងនៅក្នុងអត្ថបទខ្លីរបស់គាត់អំពីជនជាតិខ្មែរដែលមិនមែនស៊ីវិល័យតាមពិតទោះជាលោកជីវតក្វាន់បានផ្ដល់ឲ្យយើងនៅទស្សនីយភាពនៃការស្នាក់នៅរបស់គាត់ក្នុងក្រុងអង្គរក៏យើងនៅតែមានការចង់ដឹងរឿងរ៉ាវពិសេសទៅទៀតតែគាត់បានដឹងអំពីចន្លោះប្រហោងខ្លះៗដែលបានកាត់ឡើងតាំងពីពេលនោះមកតែគាត់ពុំបានរៀបរាប់ឡើយសៀវភៅកំណត់ហេតុដែលគេបានបកប្រែនេះមានចំនួនតិចជាង40សន្លឹកហើយចែកចេញជា40ចម្ពោះក្នុងចំណោមចម្ពោះទាំងនោះខ្លះមានចំនួនច្រើនសន្លឹកខ្លះមានតែមួយវគ្គថ្លែងពីសាសនាតុលាការព្រះមហាក្សត្រកសិកម្មសត្វស្លាបបន្លែបង្ការទម្លាប់ងូតទឹកភាសាទិសីលៈលោកជីវតក្វាន់បានរៀបរាប់ចំណុចសំខាន់ជាច្រើនអំពីការរស់នៅរបស់ប្រជាជនខ្មែរនាសតវត្សទី13ដូចជាសម្លៀកបំពាក់ប្រដាប់ប្រដាសត្វពាហនៈនិងការលក់ដូរតាមជនបទដែលនៅតែមាននៅឡើយសប្តាហ៍ថ្ងៃនេះរីឯរឿងផ្សេងទៀតដូចជាភាសាទិសីច្បាប់សង្គមនិងការដាក់ទណ្ឌកម្មតាមការពិសោធន៍ជាដើមនៅតែមានរហូតដល់សតវត្សទី19ទោះបីមានការប្រែប្រួលខ្លះៗក៏ដោយនៅក្នុងកំណត់ហេតុរបស់លោកជីវតក្វាន់មាន5ផ្នែកដែលនិយាយអំពីលទ្ធិសាសនាភាសាទិសីពិធីបុណ្យការភ្ជួរដាំនិងការយាងចេញនៃព្រះរាជាលោកជីវតក្វាន់មើលឃើញថានៅអង្គរមានសាសនា3ដែលគេទទួលស្គាល់ជាផ្លូវការក្នុងនោះមានសាសនាព្រាហ្មណ៍ពុទ្ធសាសនាថេរវាទនិងលទ្ធិព្រះឥសូរគាត់បានសម្គាល់ថាពួកព្រាហ្មណ៍ច្រើនតែងតែទទួលបានឋានៈខ្ពស់ប៉ុន្តែគាត់មិនសូវអាចនិយាយពីព្រាហ្មណ៍ទាំងនោះថាមិនដឹងជារៀនពីកន្លែងណាទេខ្ញុំមិនដែលឃើញសាលាឬទីកន្លែងរៀនសោះក៏ជាការពិបាកដើម្បីដឹងថាតើគេអានសៀវភៅអ្វីខ្លះព្រះសង្ឃខាងពុទ្ធសាសនាថេរវាទហៅថាចៅកៅតាមភាសាសៀមមានលក្ខណៈដូចគ្នានឹងព្រះសង្ឃពុទ្ធសាសនាថេរវាទនៅអាស៊ីអាគ្នេយ៍សពថ្ងៃនេះដែរចំណែកលោកសង្ឃវិញកោប្រកេះក្រងជីវរពណ៌លឿងបញ្ចេញស្មាខាងស្ដាំលោកក៏ស្លៀកស្បង់ពណ៌លឿងដែរហើយនិមន្តជើងទទេឥតពាក់ស្បែកជើងឡើយលោកជីវតក្វាន់បានឲ្យយើងដឹងថាព្រះវិហារគេអនុញ្ញាតឲ្យប្រក់ក្បឿងដូចព្រះបរមរាជវាំងនិងផ្ទះរបស់មន្ត្រីជាន់ខ្ពស់ដែរចំណែកផ្ទះប្រជារាស្ត្រវិញសុទ្ធតែប្រក់ស្លឹកឬស្បូវគាត់កោតស្ញែងព្រះវិហារថេរវាទដែលមិនដូចព្រះវិហារមហាយាននៅចិនទេក្នុងវត្តពុំមានជួងស្គររគាំងទង់អ្វីទាំងអស់មានតែព្រះពុទ្ធរូបមួយព្រះអង្គលាបលោនពណ៌ក្រហមចុងបញ្ចប់លោកជីវតក្វាន់បានរៀបរាប់អំពីពិធីចារស្លឹករឹតដែលមានរហូតដល់សតវត្សទី20ជាពិសេសប្រើប្រាស់ក្នុងផ្នែកសាសនានិងអត្ថបទប្រវត្តិសាស្ត្រផ្សេងពួកខាងលទ្ធិព្រះឥសូរដែលលោកជីវតក្វាន់ហៅថាប៉ាសវ័យមានវត្តដូចព្រះសង្ឃពុទ្ធសាសនាដែរតែមានទំហំតូចជាងហើយគេគោរពចំពោះតែថ្មដុំមួយធំដូចថ្មរូបអ្នកតាព្រះស្រុក
នៅស្រុកចិនដែរទោះបីជាអាស្រមរបស់ពួកតបោះខាងលទ្ធិព្រះឥសូរទាំងនោះមានសារៈសំខាន់តិចទៅក្រោយពីការចាកចោលរាជធានីអង្គរនិងការរលាយបាត់ទាំងអស់ក៏ការបូជាតាមរបៀបឥណ្ឌាដូចជាការគោរពលិង្គនៅតែមានរហូតដល់សម័យទំនើបហើយព្រាហ្មណ៍បរោហិតដែលហៅខ្លួនឯងថាបាគូនៅតែបន្តធ្វើកិច្ចការរបស់គេក្នុងព្រះរាជវាំងទទួលខុសត្រូវខាងព្រះរាជពិធីផ្សេងៗនិងគុណគូតាមក្បួនហោរាសាស្ត្រនៅពេលពុទ្ធសាសនាថេរវាទចូលជាមួយសាសនាទាំងពីរទៀតយើងឃើញថាសកម្មភាពសាសនាទាំង3ដែលលោកជីវតខ្វាន់បានលើកឡើងនោះនៅតែរស់រានរហូតដល់សម័យថ្មីៗនេះដោយមានការកែតម្រង់ខ្លះៗកំណត់ហេតុរបស់បេសកជនចិនរូបនោះបានបញ្ជាក់ច្បាស់ថាប្រជាជនជាច្រើនដែលរស់នៅអង្គរយើងអាចទុកជាទាសករគាត់បានសរសេរថាអ្នកដែលមានច្រើនគឺទាសាដល់ទៅជាង100នាក់ឯអ្នកដែលមានតិចក៏ត្រឹម10-20នាក់ដែរលើកលែងតែអ្នកក្របំផុតទើបគ្មានសោះគាត់ចែងតទៅទៀតថាពួកទាសាទាសីទាំងនោះច្រើនតែជាមនុស្សដែលរស់នៅក្នុងព្រៃហើយការចាប់មនុស្សព្រៃទាំងនោះមានរហូតដល់សម័យអាណានិគមបារាំងសែតតាមពិតហាក់បីដូចជារបៀបរបបដែលសង្គមខ្មែរបានកើតឡើងយូរទៅគឺបានបញ្ចូលនៅក្នុងសង្គមនៅមនុស្សព្រៃទាំងនោះដែលគេឃើញមានចំនួនយ៉ាងច្រើនក្នុងសិលាចារឹកសម័យអង្គរក្នុងកំណត់ហេតុរបស់លោកជីវតខ្វាន់គេចាត់ទុកពួកទាសាទាសីដោយឡែកពីមនុស្សធម្មតាដោយដាក់បម្រាមួយចំនួនដូចជាពួកនេះគេឲ្យនៅតែក្រោមផ្ទះទោះត្រាមានការប្រើចាំបាច់ទើបគេអនុញ្ញាតឲ្យឡើងលើផ្ទះហើយត្រូវឲ្យលុតជង្គង់លើកដៃសំពះគេសិនទើបអាចដើរចូលក្នុងផ្ទះបានពួកទាសាទាសីទាំងនោះពុំមានសិទ្ធិទេទាសាទាសីរៀបការដោយពុំមានការទទួលស្គាល់ជាផ្លូវការឡើយពួកគេត្រូវហៅម្ចាស់គេថាប៉ាធោឪនិងម្ចាស់ស្រីថាមីម៉ែទាសាទាសីទាំងនោះក៏ព្យាយាមលួចរត់ជាញឹកញយដែរតែពេលគេចាប់បានវិញក៏ត្រូវបានសាក់មុខចំកណ្ដាលថ្ងាសពណ៌ខៀវជាគ្រឿងចំណាំហើយគេដាក់ឃ្នៀងជាប់នឹងកជួនដាក់ឃ្នៀងជាប់ទាំងដៃជើងទៀតផងទោះបីលោកជីវតខ្វាន់បានផ្ដល់ព័ត៌មានអំពីអ្នកនៅរាជវាំងនិងទាសករក៏ដោយក៏គាត់ពុំបានបញ្ជាក់ច្បាស់លាស់អំពីសមាមាត្រនៃផ្នែកសង្គមនេះទសវត្សរ៍ឆ្នាំ1290ដែលមិនមែនជាវណ្ណៈទាសករហើយក៏មិនមែនជាវណ្ណៈសក្តិភូមិដែរអ្នកជាទាំងនេះច្បាស់ជាមនុស្សដែលមានទាសករតិចមនុស្សដែលជាម្ចាស់ដីដែលលោក Meller Riglap បានលើកមកពិភាក្សាក្នុងបរិបទមុនក៏ដូចគ្នានោះដែរឯកូនចៅចិនដែលមានសកម្មភាពខ្លាំងក្លាផ្នែកជំនួញទាំងក្នុងនិងក្រៅប្រទេសក៏ដូចគ្នាដែរពួកអភិជននិងនិកាយសាសនាមានឧបសិទ្ធិពិសេសរីឯទាសករវិញពួកគេនៅក្រោមច្បាប់តឹងតែងវិញតែអំពីរាជសាមញ្ញដែលជាមនុស្សជួយឲ្យសង្គមរីកចម្រើនដែរនោះយើងបានដឹងតិចតួចណាស់ក៏ប៉ុន្តែកាលណាលោកជីវតខ្វាន់និយាយចូលដល់សាច់រឿងអ្វីមួយយ៉ាងល្អិតល្អន់របាយការណ៍របស់គាត់ផ្ដល់ពន្លឺយ៉ាងជាក់ច្បាស់ណាស់ឧទាហរណ៍ល្អមួយក្នុងការសរសេររៀបរាប់របស់គាត់គឺការពិពណ៌នាអំពីបុណ្យចូលឆ្នាំខ្មែរដែលសម័យនោះគេប្រារព្ធធ្វើឡើងនៅខែកដឹកចុងខែវិច្ឆិកានៅទីមុខវាំងគេមានសង់វេទិកាមួយយ៉ាងធំដែលអាចដាក់បានមនុស្សជាង 1000 នាក់ហើយគេចងប្រទីបជ្វាលានិងការភ្ញីជាដើមលម្អនៅលើថ្នាក់នោះនៅពីមុខដែលឃ្លាតពីទីនេះប្រមាណ200ហត្ថមានទីលានមួយទៀតគេបន្តឈើធ្វើជារោងរន្ទាដែលមានកម្ពស់ដល់ទៅជាង200ហត្ថក្នុងយប់នោះគេមានអុចកំជ្រួចរន្ទាឬផាវ3 4ឬ5កន្លែងនៅក្នុងរោងនោះមានសុទ្ធតែមន្ត្រីធំតូចគ្រប់ជាន់ថ្នាក់វេលានោះស្ដេចក៏យាងចេញមកទតកំជ្រួច
រុនទានិងផាវដែលគេអុជនៅខាងក្រៅចម្ងាយ100 លីតែគេអាចមើលឃើញនិងស្ដាប់ឮសូរយ៉ាងច្បាស់ឮខ្លាំងមើលតែកំភ្លើងធំត្រហឹងតោខ្ទាពេញតែទីក្រុងមន្ត្រីនិងញាតិវង្សទាំងអស់ចែកគ្នាកាន់ទៀននិងម្លូស្លាដែលជាហេតុនាំឲ្យចំណាយអស់ប្រាក់យ៉ាងច្រើនគេធ្វើដូចនេះអស់រយៈពេលកន្លះខែបានចប់នៅក្នុងខែនីមួយៗសុទ្ធតែមានពិធីបុណ្យដែរលោកជីវតក្វាន់ប្រហែលបានសង្កេតពិធីនេះដោយផ្ទាល់ភ្នែកពិធីបុណ្យនេះហាក់បីដូចជាគេប្រារព្ធឡើងធ្វើនៅចុងរដូវវស្សាពេលទឹកទន្លេសាបចាប់ផ្ដើមស្រកដែលជាដើមឆ្នាំខាងប្រតិទិនកសិកម្មក្រោយពីរាជធានីផ្លាស់មកតាំងនៅភ្នំពេញក្នុងសតវត្សទី15បុណ្យនេះគេហៅថាបុណ្យអុំទូកដែលមានការអុជកាំជ្រួចបណ្ដែតប្រទីបហើយបុណ្យនេះនៅក្រោមរាជជូបត្ថម្ភរហូតដល់ការទម្លាក់របបរាជនិយមក្នុងឆ្នាំ1970គេបានរົບធ្វើបុណ្យនេះឡើងវិញនៅពេលព្រះមហាក្សត្របានឡើងសោយរាជ្យវិញក្នុងឆ្នាំ1993ក្នុងវិស័យកសិកម្មលោកជីវតក្វាន់បានកត់សម្គាល់ថាគេអាចច្រូតស្រូវបាន2-3 ដងរហូតដល់4 ដងក្នុងមួយឆ្នាំស្ថិតិនេះរបបកម្ពុជាប្រជាធិបតេយ្យជ្រើសយកធ្វើជាគំរូក្នុងការប្រឹងប្រែងធ្វើបដិវត្តផលិតកម្មតែការច្រូតស្រូវច្រើនដងក្នុងមួយឆ្នាំទំនងជាពុំអាចធ្វើបានគ្រប់កន្លែងក្នុងប្រទេសនោះទេនៅអង្គរគេអាចប្រមូលផលបានច្រើនដងដោយសារតំបន់នោះមានកម្លាំងពលកម្មច្រើនសម្បូរដីល្បាប់ព្រមទាំងមានប្រព័ន្ធផ្ទុកទឹកយ៉ាងល្អដែលគេស្ថាបនាជារយៈពេលរាប់រយឆ្នាំមកហើយកត្តាមួយទៀតគឺដោយសារមានអំណោយផលច្រើនពីបឹងទន្លេសាបផងយោងតាមការអធិប្បាយរបស់លោកជីវតក្វាន់វត្តកសិកម្មអាចដើរបានដោយសារទន្លេសាបនេះស្រុកគេកន្លះឆ្នាំមានភ្លៀងកន្លះឆ្នាំទៀតឥតភ្លៀងសោះចាប់តាំងពីខែ4ដល់ខែទី9តែដល់ពេលរសៀលមានភ្លៀងធ្លាក់រាល់ថ្ងៃទឹកនៅក្នុងសមុទ្រទឹកសាបបឹងទន្លេសាបចូលឡើងមានកម្ពស់70 ឬ 80 ហត្ថទឹកជន់លិចដើមឈើធំនៅសល់តែចុងពួកអ្នកស្រុករស់នៅក្បែរមាត់ទឹកនោះបាននាំគ្នារើលំនៅមកជ្រកខាងក្រោយភ្នំវិញចាប់ពីខែទី10ទៅដល់ខែ3នៃឆ្នាំថ្មីគ្មានភ្លៀងមួយដំណក់ទេនៅក្នុងសមុទ្រទឹកសាបនោះធ្វើដំណើរបានដោយកូននាវាតូចទេពេលនោះអ្នកស្រុករើទីលំនៅទៅនៅមាត់ទឹកធ្វើការភ្ជួររាស់ដាំវិញអពុទ្ធហេតុនៃបឹងទន្លេសាបបានធ្វើឲ្យអ្នកដំណើរបានទៅលេងអង្គរជាច្រើនអ្នកមានការងឿងឆ្ងល់ជាយូរមកហើយតំបន់នេះទទួលប្រជាជនរស់នៅកាន់តែច្រើនឡើងហើយដីល្បាប់ដែលសល់នៅពេលទឹកស្រកទៅបានផ្ដល់ជីវជាតិកាន់តែច្រើនដល់ដីក្រោយពីគេបានបោះបង់ចោលរាជធានីអង្គរក៏បឹងទន្លេសាបនៅតែជាជង្រុកត្រីធម្មជាតិមួយក្នុងពិភពលោកហើយបានផ្ដល់នូវអាហារដ៏មានជីវជាតិចិញ្ចឹមប្រជាជនខ្មែរជាច្រើនជំនាន់យើងស្ដាយដោយពុំអាចសាកសួរលោកជីវតក្វាន់អំពីការងារកសិកម្មតទៅទៀតឧទាហរណ៍ដូចជាតើស្រូវអង្គរដែលសល់ពីការហូបចុកនោះគេយកទៅណាតើកសិករទាំងនោះភាគច្រើនជាអ្នកជាឬជាទាសករតើកសិកម្មនៅតំបន់អង្គរខុសពីកសិកម្មនៅតំបន់ផ្សេងទៀតក្នុងប្រទេសឬយ៉ាងណាតើមានដីស្រែចំនួនប៉ុន្មានដែលរាជវង្សនិងវត្តអារាមខាងពុទ្ធសាសនាបានកាន់កាប់តើការកាន់កាប់នោះធ្វើយ៉ាងដូចម្តេចទោះជាយើងពុំមានចម្លើយឆ្លើយទៅនឹងសំណួរទាំងនេះបាននោះក៏ដោយក៏យើងត្រូវតែដឹងគុណលោកជីវតក្វាន់ចំពោះសាច់រឿងដែលគាត់បានផ្ដល់ឲ្យយើងឧទាហរណ៍ការពណ៌នាអំពីចំនួននៅតាមជនបទក៏អាចជាការរៀបរាប់អំពីរាជខ្មែរក្នុងបច្ចុប្បន្នកាលនេះផងដែរអ្នកស្រុកនេះពួកស្រីប៉ិនជួញដូរណាស់រាល់ថ្ងៃ
គេទៅលក់តាំងពីភ្លឺព្រៀងដល់ពេលថ្ងៃត្រង់ទើបឈប់ហើយពួកនេះគ្មានគ្រែឬផ្ទះសម្រាប់ដាក់លក់អីវ៉ាន់ទេគេច្រើនតែក្រាលវត្ថុហាក់ដូចជាកន្ទេលផ្ទាល់ទៅនឹងដីតម្រៀបគ្នាខ្ញុំឮគេថាមានបងឈ្នួលដីជាលុយឲ្យពួកមន្ត្រីទៀតផងក្នុងវិស័យពាណិជ្ជកម្មជាមួយចិនទំនងជាជនជាតិចិនពេលនោះបានមកតាំងទីរស់នៅប្រទេសកម្ពុជាដើម្បីធ្វើជំនួញយោងតាមលោកជីវតក្វាន់ទំនិញដែលនាំចេញពីប្រទេសកម្ពុជាសតវត្សទី13ជាប្រភេទទំនិញដោយដែលគេធ្លាប់បាននាំចេញតាំងពីសម័យហ៊ូណនមកម្ល៉េះទំនិញទាំងនោះជាផ្នែកធំនៃការនាំចេញរបស់ប្រទេសកម្ពុជារហូតដល់សតវត្សទី20ទំនិញទាំងនោះសុទ្ធសឹងជារបស់មានតម្លៃខ្ពស់និងមានបរិមាណតូចដូចជាកុយរមាសភ្លុកដំរីក្រមួនម្រ័ក្សម្រេចស្លាបសត្វនិងក្រវាញទំនិញដែលគេនាំចូលពីក្រៅនាពេលនោះមានក្រដាសទំនិញធ្វើពីលោហៈធាតុចានក្បានសូត្រនិងសរសៃថ្មីកំណត់ហេតុរបស់លោកជីវតក្វាន់ពុំបាននិយាយច្បាស់លាស់ទេថាតើគេទិញដូរទំនិញគ្នាតាមរបៀបដូចម្ដេចតែទំនងជានៅតាមជនបទគេដោះដូរទំនិញជាមួយនឹងទំនិញដទៃរីឯនៅអង្គរនិងតាមកំពង់ផែគេប្រើប្រាស់កាសរបស់ចិនវិញកំឡុងពេលស្នាក់នៅអង្គរលោកជីវតក្វាន់បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រះមហាក្សត្រខ្មែរគឺព្រះបាទឥន្ទ្រវរ្ម័នទី3សោយរាជ្យពីឆ្នាំ1296ដល់1308មិនតែប៉ុណ្ណោះគាត់ហាក់ដូចជាមានការងឿងឆ្ងល់ដែលគេអាចចេញចូលគាល់ព្រះមហាក្សត្របានយ៉ាងងាយស្រួលគាត់បានគយគន់ព្រះមហាក្សត្រចំនួន5ដងក្នុងមួយថ្ងៃព្រះរាជាទ្រង់កិច្ចការរដ្ឋ2លើកគឺទទួលសវនកម្មពីរដ្ឋមន្ត្រីនិងរាជប៉ុន្តែគ្មានបញ្ជីកំណត់ចំនួនមនុស្សនិងកិច្ចការនោះទេបើមន្ត្រីឬរាជណាចង់ចូលគាល់ត្រូវតែចូលទៅអង្គុយបត់ជើងផ្ទាល់នឹងដីរងចាំជាមុនលោកជីវតក្វាន់បានកត់សម្គាល់ថាព្រះមហាក្សត្រអង្គនោះទ្រង់ឡើងសោយរាជ្យយ៉ាងប្លែកស្ដេចអង្គថ្មីនេះត្រូវជាមាតាកូនប្រសាប្រុសស្ដេចមុនព្រះបាទជ័យវរ្ម័នទី8កាលពីដើមលោកមានឋានៈជាមេទ័ពបិតាក្មេកនោះសពរតីនិងបុត្រីព្រះអង្គណាស់បានជាកូនស្រីនេះរួចយកព្រះខ័នមាសបានហើយយកទៅឲ្យប្តីរបស់ព្រះនាងបុត្រាបង្កើតក៏មិនបានទទួលរាជស្នងបិតាតែត្រូវព្រះបាទឥន្ទ្រវរ្ម័នចាប់បាននាំយកមកកាត់ម្រាមជើងហើយយកទៅដាក់គុកងងឹតព្រឹត្តិការណ៍ទាំងនេះបានកើតឡើងមុនបន្តិចពេលទូតចិនមកដល់យើងដឹងអំពីរឿងរ៉ាវទាំងនេះតាមរយៈសិលាចារឹកមួយចំនួនដែលមានចុះកាលបរិច្ឆេទក្នុងរាជស្ដេចឥន្ទ្រវរ្ម័នតែបានចែងពីរឿងនេះដោយពុំក្បោះបាយទេសិលាចារឹកមួយបានចែងអំពីអាយុចាស់ជរារបស់ស្ដេចជ័យវរ្ម័នទី8និងវងសត្រូវក្នុងប្រទេសសិលាចារឹកមួយទៀតនិយាយថាព្រះបាទឥន្ទ្រវរ្ម័នបានផ្ដំលុកយ៉ាងត្រជាក់ត្រជុំដល់នគរដោយប្រើឆ័ត្ររបស់ព្រះអង្គតែមួយប៉ុន្តែពីមុនពុំធ្លាប់មានម្លុកទេក្រោមឆ័ត្រដ៏ច្រើនអាណែកសម័យអន្តរកាលរវាងរាជព្រះបាទជ័យវរ្ម័នទី8និងព្រះបាទឥន្ទ្រវរ្ម័នទី3ជាសម័យកាលទាន់ហន់ក្នុងប្រវត្តិសាស្ត្រខ្មែរប៉ុន្តែយើងពុំបានដឹងអំពីរឿងរ៉ាវទាំងនេះសោះតាមកំណត់ហេតុរបស់លោកជីវតក្វាន់ក្នុងរាជព្រះបាទជ័យវរ្ម័នទី8នៅឆ្នាំ1285នោះប្រាសាទថ្មក្រោយគេបង្អស់គឺប្រាសាទមង្គលាដែលគេបានសាងឡើងនៅតំបន់អង្គរប្រាសាទនេះទំនងជាសាងឡើងដោយមន្ត្រីជាន់ខ្ពស់មួយរូបដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរឆ័ត្រតែមួយដែលសិលាចារឹកបានលើកឡើងនោះ
ប្រហែលជាការកាន់សាសនាព្រាហ្មណ៍របស់ព្រះបាទជ័យវរ្ម័នដែលមិនប្រោះប្រានសាសនាឯទៀតយើងដឹងថាព្រះបាទឥន្ទ្រវរ្ម័នទី3យកព្រះទ័យទុកដាក់នឹងការឧបត្ថម្ភអ្នកកាន់ពុទ្ធសាសនាថេរវាទក៏ដូចជាអ្នកកាន់សាសនាព្រាហ្មណ៍ផងដែរដូច្នេះប្រហែលជាយើងអាចសន្មតបានថាមូលហេតុមួយនៃរដ្ឋប្រហារអហិង្សារបស់ព្រះអង្គគឺជាមូលហេតុសាសនាដែរការយាងចេញរបស់ព្រះមហាក្សត្រដែលលោកជីវតក្វាន់បានកំណត់ទុកមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការយាងចេញរបស់ព្រះមហាក្សត្រនៅសម័យអាណាព្យាបាលបារាំងសែសដែរភាពប្រហាក់ប្រហែលគ្នានេះកាន់តែច្បាស់ទៅទៀតក្នុងការប្រៀបធៀបដំណើរយាងចេញក្នុងពិធីអភិសេកព្រះបាទសម្ដេចព្រះនរោត្តមសីហនុឬបើយើងអានឯកសារតែនៅសេសសល់អំពីសាច់រឿងដូចគ្នានេះនៅសតវត្សទី20ដែរពិធីផ្សេងក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរនឹងការរៀបចំតាមឋានានុក្រមអំពីព្រឹត្តិការណ៍របៀបនេះមានការផ្លាស់ប្ដូរតិចតួចប៉ុណ្ណោះរវាងសម័យអង្គរនិងសម័យទំនើបនេះជាការពណ៌នារបស់លោកជីវតក្វាន់ការយាងចេញមកម្ដងណាតែមានទ័ពនៅការពារពីខាងមុខមានអ្នកកាន់ទង់ជ័យនិងមានតន្ត្រីនៅខាងក្រោយស្រីស្នំ4ឬ5នាក់ស្លៀកសម្ពុតការសៀតការនៅសក់ក្បាលដៃកាន់ទៀនធំដើរជាមួយក្រុមទោះបីនៅថ្ងៃភ្លឺក្រឡាច់ក្តីក៏គេអុជទៀនដែរតនៅក្នុងចំណោមស្រីស្នំទាំងនោះមានខ្លះកាន់គ្រឿងមានដូចជាគៀចមាសនៅមានស្រីស្នំខ្លះទៀតកាន់ស្នលំពេងខែលជាទ័ពនៅខាងមុខមួយក្រុមទៀតផងមានរទេះទឹមពពែនិងរទេះទឹមសេះដែលមានតាក់តែងដោយគ្រឿងមាសបដង្ហែដែរពួកនាម៉ឺនសពមុខមន្ត្រីនិងពួកញាតិវង្សសុទ្ធជិះដំរីនៅខាងមុខបើមើលពីចម្ងាយទៅឃើញសុទ្ធតែឆ្លោះពណ៌ក្រហមច្រើនឥតគណនាបន្ទាប់មកទើបដល់ព្រះមហេសីធំតូចតាមលំដាប់ឋានៈជិះអង្រឹងស្នែងជិះរទេះសេះឬជិះដំរីដ៏មានខ្លោះបើកបាំងមិនតិចជាង100ទេបន្ទាប់មកទៀតទើបដល់ព្រះរាជាទ្រង់ឈរលើខ្នងដំរីព្រះហស្ថកាន់ព្រះខ័ណ្ឌទិព្វភ្លុកដំរីព្រះទីនាំងសឹងមានពាក់ចង្កំមាសរួចមកលោកជីវតក្វាន់បានរៀបរាប់អំពីរបៀបដែលព្រះបាទឥន្ទ្រវរ្ម័នទ្រង់កិច្ចប្រចាំថ្ងៃជាមួយមន្ត្រីឬរាជហើយគាត់បានបញ្ចប់ការរៀបរាប់នេះឲ្យកត់សម្គាល់ដោយរាក់ៗថាពិតមែនតែស្រុកនេះមិនមែនស៊ីវិល័យតែគេស្គាល់ច្បាប់ទម្លាប់គោរពព្រះមហាក្សត្រ